តៃវ៉ាន់បើកសមយុទ្ធយោធាទ្រង់ទ្រាយធំមិនធ្លាប់មានដើម្បីសាក់លបងពីភាពបត់បែននៃការបញ្ជាសម្រាប់ពេលមានសង្គ្រាមទប់ទល់ជាមួយប្រទេសចិនមន្ត្រីជាន់ខ្ពស់របស់តៃវ៉ាន់បានឲ្យដឹងថាតៃវ៉ាន់បានចាប់ផ្ដើមសមយុទ្ធយោធាទ្រង់ទ្រាយធំមួយកាលពីថ្ងៃពុធទី5ខែសីហាដើម្បីសាកល្បងសមត្ថភាពរបស់មេបញ្ជាការនៅក្នុងការសម្របខ្លួននិងប្រយុទ្ធភ្លាមៗនៅពេលដែលសកម្មភាពរបស់សត្រូវមិនស្របតាមការរំពឹងទុកខណៈពេលដែលខ្លួនបានដាក់កម្រិតការប្រើប្រាស់អ៊ីនធឺណិតជាបណ្ដោះអាសន្នផងដែរសមយុទ្ធប្រចាំឆ្នាំដែលមានឈ្មោះថាហានខ្វាងមានរយៈពេល10ថ្ងៃនេះបានចាប់ផ្ដើមនៅព្រឹកព្រលឹមបន្ទាប់ពីមជ្ឈមណ្ឌលបញ្ជាការក្រោមដីមួយនៅក្នុងទីក្រុងតៃប៉េបានចេញបញ្ជាឲ្យធ្វើសមយុទ្ធការបញ្ជានេះបានជំរុញឲ្យមានសកម្មភាពត្រៀមខ្លួនប្រយុទ្ធដែលរួមមានការបំបែកទីតាំងយន្តហោះចម្បាំងការដាក់ពង្រាយកងទ័ពជើងទឹកជាបន្ទាន់នេះបើយោងតាមមន្ត្រីជាន់ខ្ពស់តៃវ៉ាន់ពីររូបដែលបានឲ្យដឹងពីបញ្ហានេះប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reutersមន្ត្រីនានាបានបន្ថែមថាតៃវ៉ាន់ក៏បាននឹងដាក់ឲ្យអនុវត្តជាលើកដំបូងនៅវិធីសាស្ត្រដែលគេហៅថា Back Brief ការរាយការណ៍បញ្ជាក់ត្រឡប់មកវិញដែលយកគំរូតាមការអនុវត្តរបស់កងទ័ពសហរដ្ឋអាមេរិកនៅក្នុងវិធីសាស្ត្រនេះនាយទាហានថ្នាក់ក្រោមដែលទទួលបញ្ជាត្រូវតែរៀបរាប់ឡើងវិញនៅព័ត៌មានលម្អិតនៃបេសកកម្មជូនដល់មេបញ្ជាការវិធានការនេះមានគោលបំណងធ្វើឲ្យប្រសើរឡើងនៅការសម្របសម្រួលគ្នាដោយមន្ត្រីទាំងនោះបានស្នើសុំមិនបញ្ចេញឈ្មោះដោយសារតែភាពរសើបនៃបញ្ហានេះមន្ត្រីម្នាក់ក្នុងចំណោមនោះបាននិយាយថាវិធានការនេះគឺដើម្បីធានាថាមេបញ្ជាការនិងអ្នកក្រោមបង្គាប់មានការយល់ស្របគ្នានិងមានទស្សនៈតែមួយចំពោះគោលបំណងនៃប្រតិបត្តិការធ្វើសមយុទ្ធនេះក៏នឹងផ្ដោតលើកង្វល់ដ៏សំខាន់មួយក្នុងពេលមានសង្គ្រាមគឺការដែលចិនដែលអះអាងថាតៃវ៉ាន់គឺជាទឹកដីរបស់ខ្លួនបើទោះបីជាកោះនេះប្រឆាំងនឹងការអះអាងនោះក៏ដោយអាចនឹងមានការព្យាយាមធ្វើឲ្យអសមត្ថភាពដល់មជ្ឈមណ្ឌលបញ្ជាកំពង់ផែប្រព័ន្ធដឹកជញ្ជូននិងទីតាំងឧស្សាហកម្មការពារជាតិនៅដំណាក់កាលដំបូងនៃការវាយប្រហារក្រសួងការពារជាតិចិនមិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយនោះទេចិនមិនដែលបោះបង់ចោលជំរឿសនៃការប្រើប្រាស់កម្លាំងយោធាដើម្បីដាក់តៃវ៉ាន់ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយការជំនះខ្លួននៅក្នុងពេលមានសង្គ្រាមលំហាត់សមយុទ្ធនេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ1984មកហើយជាលើកដំបូងដែលវានឹងរួមបញ្ចូលការបន្ថយល្បឿនអ៊ីនធឺណិតតាមរយៈទូរស័ព្ទដោយចេតនាដើម្បីសាកល្បងមើលពីរបៀបប្រជាពលរដ្ឋអាចនឹងតាក់ទងគ្នាបានប្រសិនបើកម្រិតបញ្ជូនទិន្នន័យមានកម្រិតតិចតួចយោធានឹងធ្វើការវឹកហាត់សាក់លបងលើការផ្លាស់ប្ដូរទីតាំងឃ្លាំងអាវុធដ៏សំខាន់មួយក្នុងស្ថានភាពសង្គ្រាមការគៀកករោងចក្រស៊ីវិលនិងការវឹកហាត់ការពារក្បួនដឹកជញ្ជូននៅឯនាយឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់កោះតៃវ៉ាន់សកម្មភាពទាំងនេះធ្វើឡើងចំពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថាទីក្រុងប៉េកាំងអាចកំពុងវឹកហាត់ពីរបៀបកាត់ផ្តាច់ខ្សែចង្វាក់ផ្គត់ផ្គង់របស់កោះនេះពីសម្ព័ន្ធនៅតំបន់ប៉ាស៊ីហ្វិកខណៈដែលសម្ពាធយោធារបស់ចិនកាន់តែខ្លាំងក្លាឡើងមន្ត្រីជាន់ខ្ពស់ទី3មួយរូបបានមានប្រសាសន៍ថាទាំងនេះគឺជាផ្នែកមួយនៃស៊េរីនៃការវឹកហាត់ដែលតម្រូវឲ្យមានភាពតឹងរ៉ឹងនិងប្រាកដនិយមជាងមុនហើយវាមិនមែនជាការវឹកហាត់បែបពិសោធន៍ក្នុងបរិយាកាសដាច់ដោយឡែកឬមិនប្រាកដប្រជានោះទេមន្ត្រីរូបនោះបានសុំមិនបញ្ចេញឈ្មោះដោយសារតែលក្ខខណ្ឌរសើបនៃប្រតិបត្តិការនេះមន្ត្រីផ្នែកការពារជាតិរូបនោះបានបន្តថាអ្នកកំពុងឈានទៅក្នុងបរិយាកាសប្រតិបត្តិការជាក់ស្ដែងនៅទីវាលនិងត្រូវប្រឈមមុខនឹងស្ថានភាពដ៏សំខាន់បំផុតដែលមិនអាចជៀសវាងបានយើងសង្ឃឹមថាដំណាក់កាលចុងក្រោយនៃការវឹកហាត់នឹងឈានទៅដល់កម្រិតនោះនេះគឺជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែងជាបន្តបន្ទាប់របស់តៃវ៉ាន់ដើម្បីធ្វើឲ្យការវឹកហាត់របស់ខ្លួនមានលក្ខណៈប្រាកដនិយមជាងមុនបន្ទាប់ពីមានការរិះគន់ការពីពេលកន្លងទៅថាការវឹកហាត់មួយចំនួនមានលក្ខណៈរៀបចំទុកជាមុនច្រើនពេកមិនឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្ដែងការវឹកហាត់ដើម្បីពង្រឹងភាពធន់កិច្ចខំប្រឹងប្រែងនេះរួមបញ្ចូលទាំងការវឹកហាត់ដើម្បីពង្រឹងភាពធន់ដោយធ្វើការសាក់លបងថាតើមន្ត្រីមូលដ្ឋាននឹងរក្សាដំណើរការរបស់រាជរដ្ឋាភិបាលយ៉ាងដូចម្តេចនៅក្នុងអំឡុងពេលមានវិបត្តិជាបន្តបន្ទាប់ដែលមានចាប់តាំងពីគ្រុនជួយដីរហូតដល់ការឈ្លានពានពីសំណាក់ប្រទេសចិនប្រសិនបើសភាពការមិនស្របទៅនឹងសេណារីយ៉ូដើមដែលបានកំណត់ទុកអំពីសត្រូវតែគាត់គួរវាយតម្លៃឡើងវិញកែសម្រួលផែនការនិងចេញបញ្ជាយ៉ាងឆាប់រហ័សដោយរបៀបណាមន្ត្រីការពារជាតិរូបនេះបាននិយាយថាសម្ដៅទៅលើមេបញ្ជាការនៅនឹងទីតាំងផ្ទាល់ដែលនឹងត្រូវទទួលយកការសាកល្បងជាមួយនឹងសេណារីយ៉ូដែលមិនបានគ្រោងទុកអំឡុងពេលនៃការធ្វើសមយុទ្ធនេះដែលនឹងបញ្ចប់នៅថ្ងៃទី14ខែសីហាសមយុទ្ធនេះក៏នឹងមានការកេណ្ឌកម្លាំងទាហានបម្រុងជាង 20,000 នាក់ផងដែរ
នៅឯទីលានកីឡានៃវិទ្យាល័យមួយនៅក្នុងទីក្រុងតៃប៉េកាលពីថ្ងៃពុធទាហានបំរុងរាប់សិបនាក់បានប្រមូលផ្ដុំគ្នាដើម្បីវឹកហាត់ប្រើប្រាស់កាំភ្លើងត្បាល់និងការវឹកហាត់យកទីតាំងសម្រាប់ប្រើប្រាស់កាំភ្លើងវែងមន្ត្រីទាំងនោះបាននិយាយថាយោធាក៏នឹងដាក់ឲ្យអនុវត្តយន្តការអ្នកសារព័ត៌មានដែលរួមដំណើរជាមួយកងទ័ពដើម្បីវិយតម្លៃលើការផ្សព្វផ្សាយព័ត៌មានពីសមរភូមិជួរមុខក្នុងពេលមានសង្គ្រាមនិងកិច្ចខំប្រឹងប្រែងដើម្បីទប់ទល់នឹងព័ត៌មានមិនពិតរបស់សត្រូវការយកចិត្តទុកដាក់សំខាន់និងផ្ដោតទៅលើរបៀបដែលប្រជាជនទាំងមូលរបស់យើងជាពិសេសគឺពលរដ្ឋរបស់យើងគួរតែប្រឈមមុខនឹងសង្គ្រាមមន្ត្រីការពារជាតិរូបនេះបាននិយាយដោយប្រើប្រាស់ឈ្មោះផ្លូវការរបស់តៃវ៉ាន់